ពីមុនយើងតែម្នាក់ឯងប៉ុន្តែឥឡូវនេះគឺយើងត្រូវតែយកចិត្តទុកដាក់ទៅរកនៅក្នុងផ្ទៃទៀតអញ្ចឹងការជ្រើសរើសនៅរបបអាហារវាសំខាន់មែនទែនចាគឺយើងយកចិត្តទុកដាក់ដើម្បីឲ្យសុខភាពខ្លួនឯងផងឲ្យសុខភាពកូននៅក្នុងផ្ទៃគឺមានសុខភាពល្អសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី OZ Farm Podcast សម្រាប់អេពីសូតទី1នេះយើងខ្ញុំនឹងលើកយកនៅប្រធានបទមួយដែលចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាគឺប្រធានបទទាក់ទងទៅលើសារៈសំខាន់នៃអាហារូបត្ថម្ភថាតើអាហារូបត្ថម្ភមានសារៈសំខាន់អ្វីខ្លះសម្រាប់មនុស្សយើងទាំងអស់គ្នាជាពិសេសគឺស្ត្រីដែលមានផ្ទៃពោះតែម្ដងហើយនៅក្នុងអេពីសូតទី1នេះយើងនឹងមានវាគ្មិន2រូបដើម្បីចែករំលែកនៅបទពិសោធន៍នេះឥឡូវនេះសូមជួបជាមួយនឹងពួកគាត់ទាំង2រូបដូចតទៅបាទជំរាបសួរនិរតបាទជំរាបសួរអ្នកនាងប្រពន្ធបាទសុខសប្បាយនិរតសុខសប្បាយបងចាំបងវិញសុខសប្បាយធម្មតាអរគុណសួរតបងមួយបាទដោយទាំងពីរសុខសប្បាយទាំងពីរចាបាទនិរតបានខែហ្នឹងនេះចាចូល7ខែបង7ខែចាតែនៅស្អាតដដែលអត់ដឹងមានផ្ទៃពោះខ្ញុំម្ដាយសម័យថ្មីអញ្ចឹងចាហើយចុះអ្នកនាងសុជាតិសុខសប្បាយនេះខ្ញុំសុខទុក្ខធម្មតាមិនសួរថាបានខែខ្ញុំចង់ប្រាប់បងប្អូនថានាងខ្ញុំសុខភាពចាំមាំទាំសុខភាពល្អបាទអរគុណអ្នកទាំងពីរដែលបានផ្ដល់ឱកាសចូលរួមនៅក្នុងកម្មវិធី OZ Farm Podcast នៅក្នុងថ្ងៃនេះសម្រាប់អេពីសូតទី1តែម្ដងដែលអេពីសូតទី1របស់យើងនឹងលើកយកនៅប្រធានបទតើសារៈសំខាន់នៃអាហារូបត្ថម្ភមានសារៈសំខាន់អ្វីខ្លះសម្រាប់ស្ត្រីដែលមានផ្ទៃពោះហើយនិងមនុស្សយើងទូទៅចាអាចរំលែកបានទេរតតើមានសារៈសំខាន់អ្វីខ្លះដែរអាហារូបត្ថម្ភគឺសំខាន់មែនតើបងចាកាលពីមុនគឺដូចថាខ្ញុំតែម្នាក់ឯងទេអញ្ចឹងរបបអាហារអីគឺខ្ញុំញ៉ាំគឺសម្រាប់សុខភាពខ្លួនឯងតែម្នាក់ឯងយកចិត្តទុកដាក់ប៉ុន្តែឥឡូវពេលដែលខ្ញុំមានផ្ទៃពោះអញ្ចឹងគឺខ្ញុំត្រូវគិតថាម្នាក់ទៀតចាអញ្ចឹងរបបអាហារក៏វាគុណនឹងពីរដែរអញ្ចឹងការដែលយើងទទួលទានរបបអាហាររបស់យើងគឺត្រូវតែគិតគូរហើយនឹងប្រយ័ត្នមែនតើបើសិនជាមានបញ្ហាអីកាលពីមុនយើងតែម្នាក់ឯងប៉ុន្តែឥឡូវនេះគឺយើងត្រូវតែយកចិត្តទុកដាក់ទៅរកនៅក្នុងផ្ទៃទៀតអញ្ចឹងការជ្រើសរើសនៅរបបអាហារវាសំខាន់មែនតើចាគឺយើងយកចិត្តទុកដាក់ដើម្បីឲ្យសុខភាពខ្លួនឯងផងឲ្យសុខភាពកូននៅក្នុងផ្ទៃគឺមានសុខភាពល្អចាអញ្ចឹងគឺប្រយ័ត្នប្រយែងខ្លាំងហើយខ្ញុំក៏បានឃើញនៅផលិតផលមួយគឺ OZ Farm Pregnant Mother គឺជាផលិតផលដែលមានគុណភាពមានសារធាតុចិញ្ចឹមច្រើនហើយខ្ញុំបាន search ជាច្រើនដែរហើយមុននឹងខ្ញុំជ្រើសរើសពីព្រោះអីនៅពេលដែលយើងមានផ្ទៃពោះអញ្ចឹងគឺយើងត្រូវយកចិត្តទុកដាក់ខ្លាំងមែនទែនចាពីព្រោះខ្លាញ់មានផលប៉ះពាល់ដល់សុខភាពខ្លួនឯងផងនឹងកូនអញ្ចឹងដល់ពេលដែលខ្ញុំ search ទៅក៏ខ្ញុំឃើញថា OZ Farm Pregnant Mother ហ្នឹងគឺល្អខ្លាំងមែនទែនគឺវាមានសារធាតុចិញ្ចឹមច្រើនហើយជាផលិតផលមកពីប្រទេសអូស្ត្រាលីទៀតដោយដែលយើងបានដឹងហើយថាអូស្ត្រាលីគឺប្រកែមែនទែនខាងផលិតនៅរបបអាហារសម្រាប់ម្ដាយហើយនិងទារកនៅក្នុងផ្ទៃអញ្ចឹងខ្ញុំក៏ជ្រើសរើសនៅផលិតផលនេះដើម្បីជំនួយទៅដល់សុខភាពខ្ញុំហើយនិងកូនពីព្រោះឯនៅក្នុងហ្នឹងគឺវាមានសារធាតុដែកមានសារធាតុស័ង្កសីខ្ពស់ហើយមានសារធាតុចិញ្ចឹមជាច្រើនទៀតដែលល្អសម្រាប់សុខភាពបាទជាការពិតរត់ព្រោះអីជាពិសេសរត់គឺទៅតែមានផ្ទៃពោះចាទី1គឺសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពទាំងខ្លួនឯងហើយនិងកូននៅក្នុងផ្ទៃអញ្ចឹងការជ្រើសរើសយកនៅទឹកដោះគោ OZ Farm Pregnant Mother នេះគឺពិតជាមិនខុសគេគឺត្រូវល្អណាស់បាទព្រោះអីព្រោះទឹកដោះគោ OZ Farm Pregnant Mother គឺជាទឹកដោះគោដែលផលិតនៅដូចរត់បាននិយាយអញ្ចឹងផលិតនៅប្រទេសអូស្ត្រាលីប្រទេសអូស្ត្រាលីគឺជាប្រទេសដែលផលិតនៅទឹកដោះគោដ៏ល្បីហើយមានគុណភាពល្អប្រកបទៅដោយស្តង់ដារអន្តរជាតិដែលនៅក្នុងទឹកដោះគោ OZ Farm Pregnant Mother នេះគឺមានសារធាតុច្រើនសារធាតុចិញ្ចឹមច្រើនមែនទែនអញ្ចឹងអាចជួយទៅដល់ទារកក្នុងផ្ទៃអាចជួយទៅដល់ម្ដាយថែមទៀតអញ្ចឹងការជ្រើសរើសនេះគឺអត់ខុសទេត្រឹមត្រូវទេបាទហើយចុះនាងជាតិមានច្បល់មិនដែរចំពោះនាងខ្ញុំវិញមានអារម្មណ៍ចាំមិនខុសពីស្ត្រីយើងទូទៅក៏ដូចគ្នានឹងរដ្ឋបានជំរាបជូនដល់បងប្អូនចាតកតងទៅនឹងអាហារូបត្ថម្ភបន្ថែមនេះគឺសំខាន់មែនទែនកាលពីជំនាន់មុននាងខ្ញុំកាកូនទី1ទី2ចាគឺមិនមានអាហារូបត្ថម្ភដែលល្អអីទេដូចឥឡូវនេះនោះទេចាគឺធម្មតាអញ្ចឹងទៅហើយដល់ពេលកូនទី3នេះដែលនាងខ្ញុំយកចិត្តទុកដាក់មែនតែនចាដោយសារតែនាងខ្ញុំគិតថាបើសិនជាមានអាហារូបត្ថម្ភមួយដែលជំនួយដល់ម្ដាយហើយនឹងទារកគឺជារឿងមួយដ៏ល្អសំខាន់ពេលដែលកូនយើងមកគឺកូនយើងវាមានភាពឆ្លាតវៃឆ្អឹងរឹងមាំខួរក្បាលរបស់គាត់ក៏ឆ្លាតចាទៅតាមនឹងដែរគឺជួយច្រើនមែនតែនហ្មងចាទោះបីជាយើងមានគេហៅថារបបអាហារត្រឹមត្រូវយ៉ាងណាក៏ដោយអាហារូបត្ថម្ភគឺសំ
សំខាន់មែនតើចានេះខ្ញុំហ៊ានធានាជូនដល់បងប្អូនអញ្ចឹងបានឥឡូវនេះខ្ញុំសង្កេតឃើញមានអ្នក OZ Farm Pregnant Mother នេះគឺជាផលិតផលទឹកដោះគោមួយដែលជួយម្ដាយហើយនិងទារកដែលដូចយើងបានជម្រាបជូនអញ្ចឹងគឺនាំចូលមកពីប្រទេសអូស្ត្រាលីតែម្ដងមានសារធាតុចាដែលគេនឹងសារស័យខ្ពស់ហើយជួយគ្រប់គ្រាន់សម្រាប់អ្នកម្ដាយនៅពេលដែលយើងញ៉ាំទៅជួយទាំងសុខភាពម្ដាយជួយទាំងសុខភាពចាកូននៅក្នុងផ្ទៃថែមទៀតល្អខ្លាំងហ្មងពេលដែលកូនកើតមកគឺយើងអត់ពិបាកថាអូបន្តិចកូនយើងឈឺបន្តិចកូនយើងទៅពេទ្យអញ្ចឹងអត់ខ្វល់រឿងបញ្ហានឹងទៀតទេចានេះខ្ញុំហ៊ានធានាហ្មងបាទអញ្ចឹងហើយដែលនៅក្នុងអេពីសូតទី1ហ្នឹងគឺវគ្គទី1ដំបូងគឺជ្រើសរើសយកអ្នកទាំងពីរបាទចូលរួមនៅក្នុងកម្មវិធីដើម្បីចែករំលែកនៅបទពិសោធន៍ទាំងអាហារូបត្ថម្ភផងទាំងការជ្រើសរើសនៅទឹកដោះគោដែលមានគុណភាពល្អអញ្ចឹងបងប្អូនទាំងអស់គ្នាដែលបានស្ដាប់នៅកម្មវិធី podcast របស់យើងខ្ញុំនេះពិតជាទទួលបាននៅអត្ថប្រយោជន៍ច្រើនមែនទែនជាពិសេសគឺការជ្រើសរើសនៅទឹកដោះគោឲ្យមានគុណភាពល្អសម្រាប់ទាំងកូនសម្រាប់ទាំងម្ដាយហើយជាពិសេសក៏មនុស្សទូទៅក៏អាចញ៉ាំបានដែរបាទអរគុណដល់អ្នកទាំងពីរបាទអញ្ចឹងតាមរយៈកម្មវិធី OZ Farm Podcast លោកអ្នកកំពុងតែទស្សនានេះគឺទទួលបាននៅអត្ថប្រយោជន៍ជាច្រើនជាពិសេសគឺបងប្អូនស្ត្រីដែលមានផ្ទៃពោះកំពុងតែស្វែងរកនៅទឹកដោះគោដែលមានគុណភាពល្អអញ្ចឹងជឿទុកចិត្តទៅលើទឹកដោះគោ OZ Farm Pregnant Mother នេះពិតជាផ្ដល់នៅអត្ថប្រយោជន៍សម្រាប់ទារកនៅក្នុងផ្ទៃហើយនិងម្ដាយដែលកំពុងមានផ្ទៃពោះហើយមួយទៀតការដែលយើងរកនៅទឹកដោះគោដែលមានអាហារូបត្ថម្ភចិញ្ចឹមច្រើននេះគឺទឹកដោះគោ OZ Farm Pregnant Mother នេះដែលមានអាហារូបត្ថម្ភសារធាតុទាំងស័ង្កសីច្រើនមានជាតិដែកដែលជួយដល់ទារកនៅក្នុងផ្ទៃថែមទៀតអញ្ចឹងសម្រាប់កម្មវិធី OZ Farm Podcast វគ្គទី1ឬក៏អេពីសូតទី1ក៏ដល់ពេលវេលាដែលបញ្ចប់ហើយយកឱកាសនេះក៏អរគុណទៅដល់អ្នកទាំងពីរដែលបានផ្ដល់ឱកាសចូលរួមនៅក្នុងកម្មវិធី OZ Farm Podcast ហើយយើងនឹងជួបគ្នានៅប្រធានបទផ្សេងៗនៅក្នុងវគ្គក្រោយទៀតណាបាទចឹងសូមអរគុណបាទប្រិយមិត្តទូរទស្សនិកជនសម្រាប់កម្មវិធី OZ Farm Podcast វគ្គទី1អេពីសូតទី1ក៏ដល់ពេលវេលាដែលត្រូវគោរពលាយកឱកាសនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណទៅដល់សន្តាគារ Novotel ភ្នំពេញបឹងកេងកង1ដែលបានផ្ដល់នូវទីតាំងដ៏ប្រណិតសម្រាប់ដំណើរការនៅក្នុងកម្មវិធី OZ Farm Podcast ហើយសម្រាប់អេពីសូតទី1យើងខ្ញុំទាំង3រូបក៏សូមអរគុណសូមគោរពលា